គណៈជាបឋមខ្ញុំប្រកាសណាអាត្មាភាពសូមក្រាបថ្វាយបង្គំចំពោះព្រះជន្ម3នៃព្រះត្រៃរតន៍ដោយសេចក្តីគោរពនិងដោយសទ្ធាជ្រះថ្លាសូមក្រាបថ្វាយបង្គំចំពោះបកករណាគុណម្ចាស់បតិរានុត្តរៈគ្រប់ព្រះអង្គដោយសេចក្តីជ្រះថ្លាចម្រើនពរញាតិញោមពុទ្ធបរិស័ទប្រុសស្រីទាំងអស់ដោយសេចក្តីរាប់អានយ៉ាងជ្រាលជ្រៅនៅក្នុងវេលាគ្រាឱកាសពេលនេះខ្ញុំបកករណាបានឱកាសក្នុងការចែករំលែកក៏ដូចជានិយាយអំពីត្រៃកូតធម៌ដែលជាពាក្យមួយញាតិញោមពុទ្ធបរិស័ទធ្លាប់ឮហើយថាត្រៃកូតធម៌ទាំងឡាយ3បានន័យសេចក្តីថាជាធម៌កំពូលណាជាធម៌កំពូល3យ៉ាងឬមួយក៏ជាកំពូលធម៌3យ៉ាងដែលសម្រាប់ពុទ្ធបរិស័ទលោកបានបដិបត្តិណាបានប្រព្រឹត្តនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃនេះអញ្ចឹងខ្ញុំកណានឹងលើកយកណាមកសម្ដែងរៀបរាប់ចែករំលែកណានៅធម៌ទាំងឡាយ3នេះទី1គឺសច្ចៈទី2កតញ្ញូនិងទី3ខន្តីតាមកពិតទៅពាក្យទាំងឡាយ3នេះត្រៃកូតធម៌នេះខ្ញុំកណាច្រើនតែឮនៅក្នុងកិច្ចពិធីមង្គលដែលលោកគ្រូចាឬមួយក៏លោកមហាលោកបានលើកយកធម៌នេះមកណាបញ្ជាក់ដាស់តឿនក្រើនរំលឹកដល់គូភរិយាស្វាមីថ្មីដែលទៅនឹងរៀបពិធីមង្គលណាឲ្យបានយល់អំពីធម៌ទាំងឡាយ3នេះណាដើម្បីបដិបត្តិនៅក្នុងជីវិតរស់នៅជាជីវិតជាគូណាប៉ុន្តែតាមពិតមែនតែនទៅធម៌នេះមិនមែនសម្រាប់តែអ្នកដែលទៅនឹងការឬមួយក៏អ្នកដែលរៀបការហើយអ្វីនោះទេគឺធម៌នេះត្រូវគោរពបដិបត្តិទាំងអស់គ្នាកាលណាបើសិនជានរជនប្រុសស្រីទាំងឡាយគ្រប់រូបណាមាននៅធម៌ទាំងឡាយ3នេះណាជីវិតរបស់យើងនឹងប្រសើរណាពោពេញទៅដោយសេចក្តីល្អសេចក្តីសុខណាជាធម៌កំពូលយើងដឹងហើយពាក្យថាកំពូលនេះមានន័យថាខ្ពស់ណាខ្ពង់ខ្ពស់ប្រសើរណាអញ្ចឹងដើម្បីឲ្យបានស៊ីជម្រៅនៅធម៌ទាំងឡាយ3នេះជាត្រៃកូតធម៌នេះអញ្ចឹងញាតិញោមពុទ្ធបរិស័ទកណ្ណាគុណម្ចាស់គ្រប់ព្រះអង្គចូលទៅស្ដាប់ណានិងអានសិក្សាទាំងអស់គ្នាទី1គឺសច្ចៈញាតិញោមធ្លាប់ឮទាំងអស់គ្នាហើយកណ្ណាគុណម្ចាស់ក៏ធ្លាប់ឮដែរពាក្យថាសច្ចៈនេះយើងឃើញប្រើគ្រប់ទិដ្ឋភាពទាំងអស់ទាំងក្នុងពុទ្ធចក្រក៏ដូចជាអនាចក្រពាក្យថាសច្ចៈនេះយើងស្គាល់ថាគឺជាភាពស្មោះត្រង់ណាភាពស្មោះត្រង់ភាពដែលត្រឹមត្រូវអាណាដែលយើងទទួលស្គាល់គ្រប់គ្នាដែលយើងយល់អំពីអត្ថន័យនៃពាក្យថាសច្ចៈនេះគឺភាពស្មោះត្រង់នេះឯងចំណែកនៅក្នុងសច្ចៈនៅក្នុងព្រះពុទ្ធសាសនាលោកសម្ដែងទៅដល់អរិយសច្ចៈណាដែលមាន4ធំធំទី1គឺទុក្ខសច្ចៈទី2សមុទយសច្ចៈទី3និរោធសច្ចៈនិងទី4មគ្គសច្ចៈធម៌នេះនៅមានសម្ដែងនៅក្នុងធម្មចក្រកប្បវត្តនសូត្រដែលព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ដឹងដំបូងឡើងនៅក្នុងលោកគឺព្រះអង្គសម្ដែងធម៌នេះប្រោះបញ្ចវិគីទាំង5ណាអាណាអញ្ចឹងនៅក្នុងពុទ្ធសាសនាលោកសម្ដែងអំពីអរិយសច្ចៈទាំងឡាយ4នេះសំខាន់អត្ថន័យខ្លឹមសារតែអាត្មាមិនបានបកស្រាយទេព្រោះតែដាក់ជា slide ណារៀបរាប់ពុទ្ធបរិស័ទយើងបានដឹងថាទី1គឺទុក្ខសច្ចៈមានន័យថាសេចក្តីទុក្ខនឹងគឺពិតប្រាកដណាកណ្ណាគុណម្ចាស់គ្រប់ព្រះអង្គញាតិញោមទាំងអស់គ្នាមិនអាចបកកែកបានទេថាខ្លួនឯងមិនមានទុក្ខណាមិនអាចទេគឺសេចក្តីទុក្ខនេះគឺមានគ្រប់គ្នាទាំងអស់ទាំងកុហកក្តីទាំងបព្វជិតក្តីនរណាក្តីក៏ដោយឲ្យតែកើតឡើងនៅក្នុងវត្តដាក់នេះតែងតែពោពេញដោយសេចក្តីទុក្ខណាទុក្ខសច្ចៈទី2សមុទយសច្ចៈណាណាសេចក្តីពិតអំពីហេតុដែលនាំឲ្យកើតទុក្ខណានេះបានដាក់បញ្ជាក់នៅចុងថាជាតណ្ហាដែលជាហេតុនាំមកនៅសេចក្តីទុក្ខតាមក៏ពិតទៅញាតិញោមពុទ្ធបរិស័ទយើងណាសេចក្តីទុក្ខពិតប្រកបវាកើតចេញអំពីតណ្ហានេះឯងដែលតណ្ហាជាហេតុណាជាបច្ច័យនាំឲ្យយើងទាំងអស់គ្នាកើតនៅសេចក្តីទុក្ខឥឡូវឧទាហរណ៍ថាយើងពេលដែលយើងបាត់បង់នៅសមាជិកណាគ្រួសារជាទីស្រឡាញ់ណាបាត់បង់ឪពុកបាត់បង់ម្ដាយឬមួយក៏នរណាក៏ដោយដែលជាញាតិរបស់យើងដែលជាទីស្រឡាញ់របស់យើងណាដោយសេចក្តីស្រឡាញ់ម្ល៉េះហើយយើងកើតនៅសេចក្តីទុក្ខណាពេលដែលបាត់បង់ញាតិញោមអញ្ចឹងប៉ុន្តែបើសិនជាយើងមិនមានសេចក្តីស្រឡាញ់ទេឧទាហរណ៍ថាអ្នកដតីស្លាប់ឬមួយក៏បាត់បង់អ្នកដតីក៏យើងមិនជាបញ្ហាសោកស្ដាយសំណោះអាឡោះអាល័យកើតទុក្ខទេព្រោះមិនមែនជាសេចក្តីស្រឡាញ់ដែលយើងកើតមានចំពោះអាណាអញ្ចឹង
អំណាចនៃតណ្ហាគឺការចោទជំពាក់ណាការចង់បាននេះជាដើមនេះជាហេតុនាំមកនៅសេចក្តីទុក្ខទី3លោកសម្ដែងអំពីនិរោធសច្ចៈគឺសេចក្តីពិតណាគឺការរំលត់នៅទុក្ខគឺព្រះនិព្វានណានិងទី4មគ្គសច្ចៈគឺផ្លូវដើម្បីបដិបត្តិណាដើម្បីរំលត់នៅសេចក្តីទុក្ខគឺអដ្ឋង្គិកមៈទាំង8ដែលញាតិញោមបានដឹងហើយមានសមាទិដ្ឋិអីជាដើមនោះឯងដែលជាមគ្គដ៏ប្រសើរក្រៃលែងនេះអំពីសច្ចៈនៅក្នុងព្រះពុទ្ធសាសនាចំពោះសច្ចៈនៅក្នុងទស្សនវិជ្ជាសង្គមយើងវិញណាសច្ចៈនៅក្នុងទស្សនវិជ្ជាសង្គមយើងវិញគឺការរស់នៅប្រកបដោយសច្ចៈគឺជាបារមីឬក៏ជាគុណធម៌ចម្បងមួយណាដែលមានន័យដូចយើងនិយាយការពិតណាមិនកុហកណាបោកប្រាស់មិននិយាយវិចវេអីជាដើមញាតិញោមតាមក៏ពិតទៅយើងទាំងអស់គ្នាសិតសឹងតែប្រាថ្នានៅភាពស្មោះត្រង់មិនអញ្ចឹងណាទាំងញោមក្តីទាំងអាត្មាក្តីពេលដែលមិនថាជាដៃគូជីវិតទេនរណាក៏ដោយក៏យើងមិនចង់ឲ្យអ្នកដតីហ្នឹងមកកុហកមកបោកប្រាស់យើងដែរអញ្ចឹងម្ល៉េះហើយគឺការរស់នៅប្រកបដោយសច្ចៈនេះជាហេតុមួយដ៏ប្រសើរណានៅក្នុងគុណតម្លៃគុណធម៌ចម្បងជាមួយនឹងការរស់នៅជីវិតយើងហើយបើសិនជាយើងរស់នៅប្រកបដោយភាពស្មោះត្រង់ជាសច្ចៈទៀតណាគឺនរណាក៏ដោយក៏គេចង់រាប់រោគមិនអញ្ចឹងណាគេចង់រាប់រោគគេចង់នៅក្បែរគេចង់យកជាមិត្តយកជាភ័ក្រហើយបើសិនជាដៃគូរស់ស៊ីទៀតគេចង់រស់ស៊ីជាមួយព្រោះដោយមានភាពស្មោះត្រង់ណាហើយអញ្ចឹងសាកញាតិញោមរកស៊ីបោកប្រាស់កុហកគេរកបានតែម្ដងទេឬមួយក៏ដៃគូជីវិតរបស់យើងប្តីប្រពន្ធបើសិនជារស់នៅជាមួយគ្នាមិនមានភាពសច្ចៈទេម្ល៉េះហើយមិនអាចរស់នៅជាមួយគ្នាបានទេណាប្រពន្ធកុហកប្តីប្តីកុហកប្រពន្ធបោកប្រាស់គ្នាយូរវាអស់នៅទំនុកចិត្តអស់នៅសេចក្តីស្រឡាញ់ក៏មិនអាចរស់នៅជាមួយគ្នាបានដែរណាការស្មោះត្រង់នេះឯងជាកត្តាសំខាន់បំផុតនៅក្នុងគុណតម្លៃរបស់មនុស្សណាគឺភាពស្មោះត្រង់គឺការរក្សាពាក្យសន្យាទំនួលខុសត្រូវលើខ្លួនឯងជាដើមការអនុវត្តណាដោយចិត្តស្មោះត្រង់មិនលាក់ពុតត្បុតអីជាដើមនេះជាសច្ចធម៌ជាសច្ចៈនៅក្នុងជីវិតគុណធម៌ប្រចាំថ្ងៃរបស់យើងនេះអំពីសច្ចៈអាត្មាលើកសង្ខេបប៉ុណ្ណឹងចូលទៅដល់កតញ្ញូណាចូលទៅដល់កតញ្ញូជាធម៌មួយដ៏ប្រសើរដែរញាតិញោមនៅក្នុងកតញ្ញូនេះព្រះអង្គសម្ដែងថាជាឫសគល់នៃកុសលធម៌បុគ្គលដែលមានកតញ្ញូជាបុគ្គលដែលកើតនៅកុសលធម៌ហើយព្រោះមានធម៌ដឹងគុណហ្នឹងណាអាណាសូម្បីតែជាមួយឪពុកម្ដាយយើងបើសិនជាយើងគ្មានការដឹងគុណទេម្ល៉េះហើយយើងមិនអាចទៅថ្វាយបង្គំទៅជំរាបណាសំពះគាត់បាននេះម្ល៉េះហើយដោយអំណាចនៃកតញ្ញូធម៌នេះឯងហើយបុគ្គលដែលមានកតញ្ញូនេះព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាកម្រណាញោមកម្រនឹងមានណាអាណាកម្រនឹងមានកតញ្ញូនេះណាអាណាហើយបើនិយាយអំពីអានិសង្ឃឬមួយក៏បុណ្យកុសលអ្នកដែលមានកតញ្ញូវិញណានៅក្នុងព្រះពុទ្ធសាសនាព្រះអង្គសម្ដែងថាទៅដល់ទីណាក៏ដោយតែងតែមានការថែរក្សាការឲ្យតម្លៃណាការគោរពពីអ្នកដទៃដោយអំណាចនៃធម៌កតញ្ញូនេះហើយបើសិនជាបុគ្គលណាក៏ដោយរស់នៅដោយគ្មានធម៌កតញ្ញូទៅណាក៏មកណាក៏ដោយតែងតែវិនិច្ឆ័យណាមិនថាជាមួយនឹងឪពុកម្ដាយជាមួយនរណាក៏ដោយណាអាណាតែងតែដល់នៅសេចក្តីវិនិច្ឆ័យណាបែកបាក់ឬមួយក៏អន្តរាយដល់ខ្លួនឯងនៅក្នុងពុទ្ធនិទានពុទ្ធប្រវត្តិព្រះអង្គសម្ដែងអំពីព្រះសម្មាសម្ពុទ្ធរបស់យើងណាកាលដែលព្រះអង្គយាងយ៉ាប់កំណើតជាពោធិសត្វណាព្រះអង្គជាគ្រូពិណណាគ្រូលេងភ្លេងគ្រូពិណណាអាណាដែលពីរោះល្បីរន្ទឺណាហើយមានបរោះម្នាក់ជាមេនុបនឹងមកសុំព្រះសម្មាសម្ពុទ្ធព្រះអង្គបង្រៀនកាលនោះព្រះអង្គជាពោធិសត្វណាប៉ុន្តែព្រះអង្គបដិសេធណាមិនបង្រៀនទេណាមិនបង្រៀនមិនទទួលបង្រៀនទេប៉ុន្តែមេនុបនោះចង់បង្រៀនណាចង់រៀនក៏រកឧបាយយ៉ាងណាទៅជួបជាមួយនឹងម្ដាយរបស់ព្រះសម្មាសម្ពុទ្ធយើងដែលជាតិជាវេស្សន្តរនោះជាពោធិសត្វនោះឲ្យទៅជួយនិយាយណាឲ្យធ្វើយ៉ាងណាឲ្យខ្លួនបានរៀនដល់តែបានរៀនចេះចាំហើយណារៀនចេះចាំហើយចេះសពគ្រប់នៅវិជ្ជាលេងពិនអីហើយក៏ត្រឡប់មកផ្ទះវិញអញ្ចឹងទៅថ្ងៃមួយក៏គេសួរថាអ្នកឯងចេះបកកែស្ទាត់ជំនាញភ្លេងតន្ត្រីហ្នឹងមកពីណាមិនប្រាប់ឯខ្លាចអន់ថាខ្លួនហ្នឹងទៅរៀនជាមួយគេឃើញទេបុគ្គលអត់មានសេចក្តីដឹងគុណអកតញ្ញូណាដល់ថ្ងៃមួយព្រះរាជាព្រះអង្គ
ប្រកួតណាអ្នកលេងភ្លេងលេងពិណហ្នឹងនៅក្នុងរាជវាំងកោះហៅនិមឺនសពមុខមន្ត្រីអ្នកដែលមានថ្វីដៃហ្នឹងទៅលេងថ្វាយណាប្រកួតលេងនៅក្នុងវាំងដល់តែគ្រូនោះញោមខ្លួននៅបចាស់សំឡេងក៏អត់ព្រោះចាស់កាលណាតែចាស់ទៅកំពុងកអត់ដូចគេក្មេងកម្លាំងក៏វាខ្សោយគាត់ថាខ្លួនមិនអាចឈ្នះកូនសិស្សបានទេប៉ុន្តែទេវតាលោកដឹងថាគ្រូគួរណាសិស្សធ្វើអញ្ចឹងដែរទេធ្លាប់បង្រៀនធ្លាប់បង្វឹកបង្ហាត់ដល់តែអញ្ចឹងហើយទេវតាថាកុំភ័យទៅប្រកួតទៅខ្ញុំជួយហើយអ្នកឯងចាំធ្វើតាមខ្ញុំណាខ្ញុំធ្វើយ៉ាងណាអ្នកឯងធ្វើយ៉ាងនោះដល់ទៅប្រកួតទៅលេងទៅគ្រូនឹងលេងទៅលេងទៅសិស្សក៏លេងលេងព្រោះណាចាស់គេក្មេងគេលេងព្រោះជាងយើងចាស់យើងពីមុនព្រោះដល់តែចាស់ទៅវាខ្សត់ខ្សោយកម្លាំងច្រៀងក៏មិនព្រោះទេវតានោះចាប់ផ្ដើមទៅហ្មងលេងផ្ដាច់ខ្សែមួយនោះព្រោះដល់ផ្សាច់ខ្សែមួយព្រោះនៅខ្សែមួយទៀតផ្ដាច់ទៀតញនៅតែព្រោះប៉ិនអាមិនដឹងខ្សែប្រហែលប៉ុន្តែក្នុងរឿងនោះសំដែងហ្នឹងចឹងផ្ដាច់មួយព្រោះដល់កូនសិស្សទៅគ្រូដូចមិនដែលបង្រៀនក្បាច់ហ្នឹងហើយធ្វើតាមដល់មានធ្វើតាមមានតែព្រោះណាដាក់មួយផ្ដាច់មួយទៅលេងព្រោះទៅផ្ដាច់មួយទៅលេងព្រោះទៅចាញ់ចឹងទៅនេះដោយសារអីធរអកតញ្ញូឃើញទេទៅដល់មកណាទៅណាមកណាតែងតែដល់នៅសេចក្តីវិនាសអញ្ចឹងនៅក្នុងន័យនេះមានន័យថាជាការដឹងគុណណាជាការស្គាល់នៅឧបការៈគុណរបស់អ្នកដតីជាពិសេសលោកឪពុកអ្នកម្ដាយរបស់យើងណានៅក្នុងនេះបុគ្គលដែលយើងគួរដឹងគុណទី1មេដាបិតាណាគ្រូបាអាចារ្យព្រះមហាក្សត្រនិងប្រទេសជាតិណាអ្នកមានគុណទូទៅដែលធ្លាប់ជួយយកអាសាយើងគ្រាលំបាកអីក៏ដោយក៏សិតតែជាអ្នកមានគុណណាសិតតែជាអ្នកមានគុណរបស់យើងទាំងអស់ណាប្រសើរណាស់អ្នកដែលមានសេចក្តីដឹងគុណនឹងឯងដូចអាបានលើកឡើងខាងដើមទៅណាមកណាក៏មិនដែលដល់នៅសេចក្តីវិនាសដែរតែងតែដល់នៅភាពសុខចម្រើនជានិរន្តរ៍តទៅមុខណាចឹងនេះអំពីធរកតញ្ញូណានៅក្នុងត្រៃកូតធម៌ទាំងឡាយ3ហ្នឹងណាអាជាចុងក្រោយបង្អស់គឺខន្តីណាធរខន្តីដឹងឆ្លាយញាតិញោមមើលឃើញអត់ទេអារៀងចង្អៀតបន្តិចនៅកណ្ណាគុណចាស់គ្រប់អង្គមើលឃើញខន្តីនេះញាតិញោមច្រើនតែលឺហើយណាពេលដែលយើងធ្វើអីឬមួយក៏អ្នកដតីធ្វើអីខឹងក្រោតអីបន្តិចឬមួយក៏មានរឿងអីក៏ដោយយើងថាខន្តីណាខន្តីជាដើមណាពាក្យថាខន្តីមួយម៉ាត់នេះប្រែមកថាសេចក្តីអត់ធន់ណាសេចក្តីសង្កត់ណាអត់ទ្រាំនឹងផលលំបាកណានឹងការអអន់សពុនផ្សេងណាហើយនៅក្នុងខន្តីនេះដែរលោកសំដែងថាមាន3ណាទី1គឺអត់ធន់ជាមួយនឹងធម្មជាតិគឺការអត់ធន់នឹងអាកាសធាតុក្តៅត្រជាក់ស្រែកឃ្លានការឈឺចាប់រាងកាយអីជាដើមហ្នឹងគឺការអត់ធន់ជាមួយនឹងធម្មជាតិបើជាក់ស្ដែងញាតិញោមពុទ្ធបរិស័ទយើងទាំងអស់គ្នាគ្មាននរណាមួយដែលអាចផ្គាប់ចិត្តណាទៅនឹងអាកាសធាតុនៅធម្មជាតិបានទេណាដូចភ្លៀងដូចក្តៅដូចត្រជាក់ដូចស្រែកដូចឃ្លាននេះឈឺចាប់អីនេះវាតែងតែកើតមានហើយប៉ុន្តែទន្ទឹមទៅនឹងកើតមាននោះគឺយើងយកអីទៅទប់ទល់គឺខន្តីនេះឯងមួយទៀតគឺការអត់ធន់នឹងការប្រមាថនៅក្នុងសង្គមពួកយើងទាំងអស់គ្នារស់នៅក្នុងសង្គមនេះវាជៀសវែងឯនឹងការណាជួបប្រទះនឹងពាក្យសម្ដីមិនល្អណាទង្វើមិនល្អកាយវិការមិនល្អចិត្តមិនល្អអំពីអ្នកដតីនោះវាតែងតែមានញាតិញោមគ្រប់គ្នាណាកើតណាមិនចេះអត់ទេសូម្បីតែប្រពុតជាម្ចាស់នឹងមានមាមកផ្ចាញ់ណាតែព្រះអង្គប្រកបដោយអីភាពខន្តីអត់ធន់ណាទី3គឺការអត់ធន់ទៅនឹងកិលេសនៅក្នុងធម៌នៅក្នុងជាសាសគេហៅថាចិត្តសាសណាមិនបណ្ដោយទៅតាមចំណង់ណាលោភលន់ខឹងក្រោធណាដេកស៊ីអីជិះជាន់អ្នកដតីជាដើមនោះព្រោះពេលខ្លះយើងអ្នកខ្លះចឹងបានដូចសម័យសង្គមយើងបច្ចុប្បន្ននេះគេថាធ្វើខ្លួនហាត់ប្រាណឬមួយក៏សម្រកទម្ងន់អីណាអាហ្នឹងសួរថាយកអីទៅទប់អាហ្នឹងខន្តីហ្នឹងឃ្លាននេះសួរថាឃ្លានប៉ុន្តែអត់ទ្រាំពូចង់ស្អាតអីជាដើមអញ្ចឹងណាហ្នឹងខន្តីដែរណាប៉ុន្តែនៅក្នុងព្រះពុទ្ធសាសនាព្រះអង្គសម្ដែងថាអញ្ចេះណាខន្តិបរមង្គតបោតៃតិខាណាមានន័យថាសេចក្តីអត់ធន់ណាជាតបៈធរជាធរដុតកិលេសដល់ឧត្តមហើយក៏វាជាមង្គលជីវិតមួយនៅក្នុងចំណោមមង្គលទាំង38ប្រការអញ្ចឹងសរុបមកវិញណាអំពី
ត្រៃកូដធម៌ឬត្រៃកូដធម៌3នេះជាធម៌កំពូលណាមិនសម្រាប់តែនរណាទេគឺសម្រាប់ណាសាធុសប្បុរសប្រុសស្រីទាំងអស់ណាដែលជាអ្នកចង់បានបដិបត្តិនៅធម៌ទាំងឡាយ3នេះឈ្មោះថាជាការបដិបត្តិដ៏ប្រសើរហើយណាអាហ្នឹងអញ្ចឹងកុំឲ្យនីតិវិវែងកណាគុណចាស់គ្រប់អង្គញាតិញោមពុទ្ធបរិស័ទខុសត្រូវយ៉ាងណាខន្តីអព្យាស្រ័យដោយសេចក្តីសន្តោសអនុគ្រោះណាសូមអនុមោទនា